បាទបងប្អូនអ្នកនិយមប្រើប្រាស់គ្រឿងអលង្ការថ្ងៃនេះខ្ញុំសូមចូលរួមចែករំលែកចំណេះដឹងមួយអំពីពាក្យថា platin ដែលយើងតែងតែលើនិងប្រើប្រាស់ជាទូទៅក្នុងវិស័យអលង្ការជាទូទៅ platin ដែលយើងប្រើសពថ្ងៃមិនមែនជារ៉ែធម្មជាតិនោះទេវាជាការលាយបញ្ចូលគ្នារវាងមាសនិងលោហៈធាតុផ្សេងៗដូចជាប្រាក់ទង់ដែងនិងស្ពាន់ជាដើមការលាយបញ្ចូលគ្នានេះគឺដើម្បីបង្កើតពណ៌ភ្លឺស្អាតភាពរឹងមាំនិងគុណភាពទៅតាមកម្រិតទឹក platin នីមួយៗសូមបញ្ជាក់ផងដែរថាលោហៈធាតុផ្សេងៗដូចជាប្រាក់ទង់ដែងនិងស្ពាន់លាយបញ្ចូលគ្នាយើងហៅថាធាតុឧទាហរណ៍បើយើងធ្វើប្រាក់ទីនទឹក3យើងត្រូវលាយបញ្ចូលគ្នាមាស 30% បូកនឹងធាតុ 70% បើយើងធ្វើប្រាក់ទីនទឹក5យើងត្រូវលាយបញ្ចូលគ្នាមាស 50% បូកនឹងធាតុ 50% បើយើងធ្វើប្រាក់ទីនទឹក7យើងត្រូវលាយបញ្ចូលគ្នាមាស 70% បូកនឹងធាតុ 30%បាទជាចុងក្រោយប្រសិនបើបងប្អូនមានចំណុចផ្សេងៗទាក់ទងនឹងវិស័យអលង្ការសូមបងប្អូនជួយ inbox មកកាន់ page ដើម្បីឲ្យយើងខ្ញុំបានបកស្រាយនិងចែករំលែកចំណេះដឹងបន្ថែមទៀតនៅពេលក្រោយសូមអរគុណ